មនុស្ស12នាក់ត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយសារជួញដូរគ្រឿងញៀនជាង4តោនអ្នកនាំពាក្យសាលាដំបងខេត្តកោះកុងបានឲ្យដឹងថាក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបងខេត្តកោះកុងកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ403ចុះថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2024ជាប់ពាក់ព័ន្ធបទល្មើសរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនជាលទ្ធផលសាលាដំបងខេត្តកោះកុងបានសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតលើមនុស្សចំនួន12នាក់យោងតាមអ្នកនាំពាក្យសាលាដំបងខេត្តកោះកុងបានឲ្យដឹងថាមនុស្សទាំង12នាក់នោះរួមមានឈ្មោះយុនសារ៉េមភេទប្រុសឈ្មោះយឿនសុខុនភេទប្រុសឈ្មោះសឿនរិទ្ធីភេទប្រុសឈ្មោះជីមករាភេទប្រុសឈ្មោះអៀងពុចភេទប្រុសឈ្មោះយុនសារ៉ាត់ភេទប្រុសឈ្មោះយុនសារ៉េមភេទប្រុសឈ្មោះយុនសារួនភេទប្រុសឈ្មោះប៉ែពីវហៅប៉ាវភេទប្រុសឈ្មោះស៊ូមេងទៀងភេទប្រុសឈ្មោះតុយម៉ារីណែតភេទស្រីនិងឈ្មោះបួនបឹងហៅផលលៀងហៅយ៉ាវភេទប្រុសអ្នកទាំង12នាក់ខាងលើនេះគឺសុទ្ធតែជាជនជាតិខ្មែរសូមជម្រាបថាអ្នកទាំង12នាក់នេះត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារក្នុងម្នាក់អស់មួយជីវិតនិងពិន័យជាប្រាក់ក្នុងម្នាក់100លានរៀលពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខេត្តកោះកុងកាលពីអំឡុងខែកញ្ញាឆ្នាំ2024ដល់ថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2024ជាបទល្មើសដែលមានចែងនិងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា40កថាខណ្ឌទី1កថាខណ្ឌទី2កថាខណ្ឌទី3និងកថាខណ្ឌទី7និងមាត្រា48កថាខណ្ឌទី1កថាខណ្ឌទី2កថាខណ្ឌទី3និងកថាខណ្ឌទី6នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបើតាមអ្នកនាំពាក្យសាលាដំបងខេត្តកោះកុងបានឲ្យដឹងថាតុលាការបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើរួមមានថ្នាំញៀនសរុបទម្ងន់4តោន482គីឡូនិង661ក្រាមក្នុងនោះប្រភេទកេតាមីនចំនួន415ដុំទម្ងន់411គីឡូនិង494ក្រាមនិងប្រភេទមេតាំហ្វេតាមីនចំនួន4081ដុំទម្ងន់4តោន71គីឡូនិង117ក្រាមត្រូវសម្រេចរឹបអូសនិងបំផ្លាញចោលតាមមាត្រា93នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន